សួស្តីអ្នកគ្នាតោះមកដឹងពីរបៀបធ្វើអក្សរ 3D នៅក្នុង Illustrator ទាំងអស់គ្នាហើយវិធីហ្នឹងគឺងាយស្រួលមែនតើអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅកាន់ website មួយឈ្មោះ Freepik រួចហើយវាយពាក្យ Text Effect ហើយបើសិនអ្នកទាំងអស់គ្នាប្រើនៅក្នុង Photoshop យក PSD បើក្នុង Illustrator យើងយក Vector មករួចហើយវានឹងបង្ហាញ font អក្សរស្អាតៗឲ្យយើងជ្រើសរើសវាហើយសម្រាប់ខ្ញុំដែរខ្ញុំជ្រើសរើសយកនេះរួចហើយយើងគ្រាន់តែចុចកន្លែង download វាទៅយើងធ្វើការរងចាំវាបន្តិចទៅពេលវាពេញយើងក៏ double click លើវាទៅវាក៏ចេញមកបែបនេះហើយនេះគឺជាផ្ទាំងគំរូដែលគេឲ្យយើងមើលពីអក្សរហ្នឹងរួចហើយយើង double click លើវាវាក៏ load មក Illustrator យើងអូតូតែម្ដងយើង select វាមួយមករួចហើយ double click លើ eyedropper យើងនឹងចេញផ្ទាំងបែបនេះមកយើង click លើ appearance ហ្នឹងមករួចអូខេយើងគ្រាន់តែយកវាទៅ click វាមក click ទៅរួចហើយវាក៏ចេញបែបនេះមកឲ្យយើងរួចជាការស្រេចហើយបន្ទាប់មកយើងធ្វើបែបហ្នឹងតាមកយើង click លើវាអញ្ចឹងទៅវាក៏ចេញមកឲ្យវាបាន font គំរូដែលយើងចង់បានហ្នឹងអញ្ចឹងវាងាយស្រួលមែនតើសម្រាប់អ្នកដែលគាត់ចង់បានអក្សរ text 3D អញ្ចឹងគាត់អាចមើលតាមវីដេអូនេះយកទៅប្រើការបានកុំភ្លេចជួយ subscribe YouTube ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗអរគុណ